ta bà khmai miền sẵn kềm chỉ mùi thay bật tế na chíneh bà khmiên bật tế đọt tế chuối mùi tồn mùi nhóm ọt ban kịch rừng năng tê con nhóm nơi tầm con để giá bọt vịt phiệt đọt đài xiêm mình vay dọc khát khmai tê xiêm chỉ liền biển tại mình vay dọc khát mình trôi can cặp sọc khmai tê vì pro yuốn mình ao trôi sầm nô số thằng mấy cái yuốn mà lúc đây yuốn miền săn thích sanh nhá chia mùi hên dầm rình chọc ngày tí đọc rằm bấy khai công phép năm bị bọn mà phải rằm năm bị bọn mà phải rằm chia sân thị sanh nhá ní yuốn mình ao xiếm lúc loan trôi càng cặp khai rư sọc nơi Campuchia đây cá chliên bên rồi bảo xiêm cứ thưa tại tam bật đau prom đén tại từng mặc lô bị lôi chăng đái cô đau rồi bảo xiêm mình men chliên bên dọc tại Campuchia đây cứ kịp sòng cắt ao lục hôn sen prom prieng chỉ mùi xiêm đốt lục hôn sen ban prom prieng chỉ mùi yuan sớm nô sơ thà tai prom prieng ở vậy từ cứ prom prieng nó vót cả trái khăn xây má Campuchia Thái lẫn đối thơ cho mùi yuan chả thơ cho mùi yuan chẳng mấy thơ đôi khi xem prom mà ok chẳng khi ông ọt kịch được ngà na vai snét đi về bố xiêm viên mình prong thơ chừng bằng thống pro trắng lục hôn sein đi hay lục hôn sein đi ta mơ tới quạt prom cho mùi xiêm có bắn tay lời nâng ọt toàn prom từng ọt đi một bí quạt cầm bông tại đa sẽ thiệp cả ôi không mai nâng bị chia chuôn ở Campuchia nâng chưa thả quạt khẳng chưa thả son để thiệp quạt này áo chưa thả quạt nét xiêm tại tám khi ông tám đan mớn quạt nâng prom cho mùi xiêm nâng prom cho mùi xiêm tạiពេលគាត់ព្រមហ្នឹងគាត់ត្រូវរៀបចំយ៉ាងណាឲ្យខ្មែរឃើញថាកូនគាត់ហ៊ុនម៉ាណែតហ្នឹងជាតួឯកហើយនយោបាយរបស់គាត់ហ្នឹងធ្វើឲ្យខ្មែរយល់ឃើញថាជានយោបាយឈ្នះសៀមបញ្ហាដែលវាមិនទាន់ដោះស្រាយគ្នាហ្នឹងមិនមែនមានន័យថាគេមិនធ្វើទេគេធ្វើហើយគេធ្វើរាល់ថ្ងៃហ្នឹងអញ្ចឹងហើយបានជាអានយោបាយស្ងៀមមិនស្ងាត់មិនស្ងៀមហ្នឹងពិតមែនគឺព្រមជាមួយថៃអ្វីដែលលំបាកចំពោះលោកហ៊ុនសែនហ្នឹងគឺភាសាតាកបីអីហ្នឹងណាឬក៏ដៃជំវិញព្រះវិហារអីហ្នឹងឬក៏រឿងស្អីបន្តិចតួចដូចជាប្រេច័ន្ទជោគជ័យអូបច្ច័នអីហ្នឹងវាលំបាកបន្តិចតែអាបណ្ដោយព្រំដែន800គីឡូម៉ែត្រហ្នឹងគេធ្វើជាមួយគ្នាព្រមបានច្រើនហើយអារឿងផែនទីជារឿងអាចឆ្កែទេការដែលនិយាយថាផែនទីនឹងសៀមឯកតោវិរឿងនៃរឿងគេភូតទេកម្ពុជាព្រមជាមួយគេថាធ្វើផែនទីថ្មីហើយកម្ពុជាព្រមជាមួយសៀមធ្វើផែនទីថ្មីដូចធ្វើជាមួយយួនចាអញ្ចឹងអាផែនទីសៀមអាផែនទី200,000អីអានឹងគាត់តែជាលេសទេជាលេសទេនៅពេលដែលហ៊ុនសែនគាត់ចាប់ក្បាលមីក្រូហ្វូនហ្នឹងណាគាត់ផ្ញើសារខុសៗគ្នាអ្វីដែលគាត់និយាយមួយចំនួនសម្រាប់ខ្មែរស្ដាប់មួយចំនួនទៀតសម្រាប់សៀមស្ដាប់ជាល្បិចកលនយោបាយដែលធ្វើទេចុងក្រោយគឺព្រមជាមួយគ្នាអញ្ចឹងបើសិនជាអ្នកណាសួរខ្ញុំថាតើកម្ពុជានិងថៃឡែនត្រូវច្បាំងធំនេះអត់ទេវាគ្រាន់តែជាសង្គ្រាមតាមព្រំដែនទេអូខេអាហ្នឹងអញ្ចឹង Michael ខ្មែរខ្ញុំទៅតែទទួលបានដំណឹងពីបងប្អូនមុននេះបន្តិចខ្ញុំគិតថាគួរផុសឲ្យគ្រប់គ្នាបានដឹងសារស្ពានអ្នកលឿងមានរឿងមួយដែលអ្នកសារព័ត៌មានមិនដែលចុះផ្សាយឲ្យយើងបានដឹងគឺនៅខាងក្រោមស្ពានមានទឹកក្រោមស្ពាននៅលើទឹកអូខេអរគុណអញ្ចឹងដេញចាញ់មួយ
រំខានឯងឲ្យឯងទៅសេឲ្យឯងមើលខាត់ពេលខាត់វេលាទៅដេកចឹងណាកូនណាណាត់ធីព័ត៌មានក្នុងស្រុកដូចជាពិបាកយកកាលណាស់អត់ពិបាកទេបើយើងស្ដាប់ស្ងៀមហើយស្ដាប់ហើយគិតអត់លំបាកទេខ្ញុំនៅរាប់ពាន់គីឡូម៉ែត្រខ្ញុំនៅដឹងរឿងសពខ្មែរវាគ្មានលក្ខចិត្តទេបើយើងយកចិត្តទុកដាក់លក្ខមិនចិត្តទេកូនភិនិតហំតាអើយជួយប្រជាជនខ្មែរផងវិញគ្មានទេបើសិនជាចង់ឈប់វេទនាកុំហៅគេជួយខំរៀនរកសន្សំវិនិយោគតាចៅឯងចាញ់មកតាអើយជួយញ៉ាំតាទៅសុំហ៊ុនសែនឲ្យមកកញ្ចប់ហ៊ុនសែនមិនពេញចិត្តដាក់មកកញ្ញចៅឯងគ្មានកំណើតទេហើយចៅឯងតាអើយជួយញ៉ាំផងមនុស្សដែលកើតមកស្រែកឡូឡាក្រោយពេលបើកដោះម៉ែហើយធំដឹងក្តីគឺជាមនុស្សបរាជ័យកូនណាតានិយាយអត់ព្រោះទេចៅសម្លាញ់តែចៅឯងមកជីវិតនេះបរាជ័យហើយព្រោះចៅឯងចេះតែស្រែកប្រាប់ហើយប្រាប់ទៀតថាឲ្យចៅឯងរៀនចៅឯងមិនរៀនទេចៅឯងខំស្រែកតើអើយជួយផងសុំហ៊ុនសែនគាត់មានទឹកត្រីមកដបមីមួយកេះកាម៉ាមួយឲ្យតែប្រយ័ត្នតែគាត់ខឹងមកកញ្ញអូខេអ្នកដែលជួយបានមានតែហ៊ុនសែនទេហើយរស់នៅក្រោមហ៊ុនសែនទៅពីព្រោះគាត់ជួយចំណែកមនុស្សដូចតាអត់ចេះជួយអាណាទេបបួលឲ្យស្ទូចត្រីបើមិនស្ទូចទេឲ្យអត់ស៊ីទៅអញមិនដឹងទេណាចេះស៊ីណាមិនចឹងទេប៉ុន្តែហ្នឹងរឿងផ្សេងអូខេថ្ងៃសម្ពោធហ្វូជៀនខ្ញុំនៅចិនគេផ្សាយពេញ Airport Train Station គេផ្សាយប៉ុន្តែ one day after it happened 1 or 2 day after it happened they did not broadcast live like គេអត់មានផ្សាយដូចពេលគេសម្ពោធឡាវនិននិងសម្ពោធសានតុងទេគេផ្សាយដូចជា2ថ្ងៃក្រោយថ្ងៃ5គេសម្ពោធថ្ងៃ7បានគេផ្សាយអូខេហើយស៊ីចិនពីនអត់មានថ្លែងសន្ទរកថាទេការថតរូបទ្រង់ទ្រាយធំក៏អត់មានដែរស៊ីចិនពីនថតរូបជាមួយនាវិកហើយនឹងទាហានធ្វើការនៅលើនាវារីឯនាវានឹងគេកាត់តយន្តហោះឡើងដែលអត់មានយន្តហោះឡើងទេគេយកយន្តហោះសំខាន់2គ្រឿងទៅចតនៅលើនាវាហ្នឹងរីឯ electromagnetic catapult គេអត់មានធ្ពក់នឹងយន្តហោះទេគេឲ្យស៊ីចិនពីងចុចបាតុងឲ្យគេថតឲ្យមើលតែប៉ុណ្្នឹងអូខេតែស៊ីចិនពីងអត់មានបានអីទេស៊ីចិនពីងឡើងទៅលើនាវាហ្នឹងហើយដើរទៅ island ដើរទៅ food cafeteria ដើរទៅកន្លែងគេដេក sleeping banquet area ហើយថតរូបទៅចុចអាបាតុងនឹងមួយចុះមកវិញចូលឡានបាយបាយណាបាយបាយអាហ្នឹងអញ្ចឹងណាអូខេបើដូចតានិយាយតើថៃរាល់ថ្ងៃនឹងវាធ្វើដើម្បីស្ទង់មើលកម្លាំងមែនឬទេបាទគេរករឿងផងពីព្រោះវាវាយចាញ់លោកហ៊ុនសែនវាចាញ់លោកហ៊ុនសែនឡើងប៉ោងខាយើងសង្កេតមើលចុះគ្រប់រឿងទាំងអស់ថៃវាអ្នកបង្គាប់លោកហ៊ុនសែនពីព្រោះវាចាញ់មនុស្សកាលណាវាចាញ់វាជាអ្នកបង្គាប់ចំណែកអ្នកឈ្នះជាអ្នកធ្វើតាមថៃវាចាញ់លោកហ៊ុនសែនវាចាញ់ឡើងប៉ោងខោដល់វាចាញ់ប៉ោងខោវាជាអ្នកបង្គាប់ព្រោះវាអ្នកចាញ់ចំណែកលោកហ៊ុនសែនជាអ្នកឈ្នះគឺជាអ្នកធ្វើតាមទោះបីយឺតយ៉ាវក៏វាចេះតែបង្គាប់រហូតវាបង្គាប់រឿងដកអាវុធវាបង្គាប់រឿងដោះមីនវាបង្គាប់រឿងព្រំដែននេះគឺជានយោបាយដែលកំពុងតែចាប់អារម្មណ៍មែនទែនព្រោះសៀមវាចាញ់ឡើងប៉ោងខោអូខេអាហ្នឹងចឹងណាចាន់ថាសុទ្ធថោងដឹងក៏ដឹងដែរគិតតែមែនតើកុំចេះជឿណា
ធម្មក្នុងលោកនេះបើញើសមិនហូរទេកុំសង្ឃឹមស៊ីស្រួលត្រឹមត្រូវធម្មជារីលោកតាតើគិតថាគាត់ស្ដាប់លោកតានេះអត់ទេគាត់មិនស្ដាប់ទេកូនគាត់ស្ដាប់តែកថាទេឥឡូវឮសូរតែកថាមួយទៅធ្វើទស្សនកិច្ចនៅព្រៃសបោកប្រាស់ដីធ្លីគេអាហ្នឹងមិនដឹងពិតមិនពិតទេណាឮសូរអញ្ចឹងថាមី66មន្ត្រីក្របលពៅមានន័យដូចម្ដេចខ្ញុំអត់យល់ដែរតែមិនចាំបាច់យល់ព្រោះដឹងថាវាអត់បានការអារឿងមន្ត្រីក៏ក្របលពៅអារឿងអីល្ងងទូអីអត់ចង់ដឹងពាក្យថាល្ងងទូក៏ខ្ញុំមិនយល់ច្បាស់ទេហើយពាក្យថាមន្ត្រីក្របលពៅក៏ខ្ញុំយល់មិនច្បាស់ដែរប៉ុន្តែខ្ញុំអត់ចង់ដឹងខ្ញុំអត់ចង់ដឹងណាចឹងសួរខ្ញុំឆ្លើយមិនរួចទេណាហ៊ុយភីរម official ជាមួយបរិបទសង្គមកម្ពុជាសប្តាហ៍ថ្ងៃតើគួរដាក់ទុនវិនិយោគខាងអ្វីល្អទៅអាចទ្រាំទ្រនឹងកែប្រែប្រួលសេដ្ឋកិច្ចបានវិនិយោគនៅកម្ពុជាខ្ញុំឆ្លើយមិនរួចទេពីព្រោះកំពុងតែប្រែប្រួលដីចោតថោកសំណង់ផ្ទះសម្បែងកំពុងតែដួលរលំscammer កំពុងតែរុករៀនទន្ទ្រានរីឯ cryptocurrency នៅកម្ពុជា online investment គឺសត្វតែជាការបោកប្រាស់ខ្ញុំចង់ឲ្យបើមានលុយសល់ចង់ឲ្យវិនិយោគលើការសិក្សាកូនចៅពលគឺឲ្យកូនចៅបានរៀនវិនិយោគលើការសិក្សាបន្ទាប់មកទៀតគឺវិនិយោគលើអន្តោប្រវេសន៍มันបានសេចក្តីថាហ៊ុយឯងត្រូវចាក់ចែងពីស្រុកទេហើយគួរណាស់តែរកឱកាសឲ្យកូនឬក៏ខ្លួនឯងហ្នឹងមានបានអចិន្ត្រៃយ៍នៅប្រទេសដែលខ្លួនពេញចិត្តដូចជាអូស្ត្រាលីនូហ្សេឡង់អាមេរិកឬអង់គ្លេសជាដើមដើម្បីយកឱកាសដែលមានបានអចិន្ត្រៃយ៍ហ្នឹងវេលុយទៅដាក់វិនិយោគនៅស្រុកគេដែលវិនិយោគហ្នឹងគ្រប់គ្រងនឹងការពារដោយច្បាប់ពីព្រោះនៅកម្ពុជាគឺទឹកល្អក់ណាស់សេដ្ឋីនៅកម្ពុជាគេមិនទុកលុយនៅស្រុកខ្មែរទេគេត្រូវការរស់នៅស្រុកខ្មែរគេត្រូវការរកស៊ីស្រុកខ្មែរតែឲ្យតែគេសល់លុយគេបញ្ជូនចេញហើយចម្លើយរបស់ខ្ញុំមានប៉ុណ្ណឹងណាធម្មមនុស្សជោមិនដែលទទួលស្គាល់กับអាហ្នឹងវាចឹងហើយខុនអិនខ្ញុំចេះតែមើលឃើញថាថៃមានបំណងធ្វើឲ្យពលរដ្ឋខ្មែរបះបោរប្រឆាំងសម្ដេចអត់ទេថៃអត់មានផែនការហ្នឹងទេថៃមិនត្រូវការអំណាចលោកហ៊ុនសែនដួលរលំទេមិនត្រូវការទេនិយាយរឿងមួយតាក់ទងរឿងហ្នឹងខុនអិនលោកសំរងស៊ីបានប្រកាសប្តឹង ICJ ប្តឹងករណីប្តឹងសៀមទៅ ICJ សូមកុំភ្ញាក់ផ្អើលយើងដឹងហើយថាអាពាក្យបណ្ដឹងហ្នឹងគឺជាពាក្យបណ្ដឹងអាចឆ្កែចុះហេតុដូចម្ដេចបានជាសំរងស៊ីមនុស្សមានសញ្ញាបត្រប៉ុនចិញ្ចាំងវិហារបែរទៅជាធ្វើអំពើប្រភ្លីប្រភ្លើហ្នឹងអូខេនេះគឺជាសញ្ញោពីលោកហ៊ុនសែនមកទេដើម្បីបំបែកសភាពការនយោបាយលោកសំរងស៊ីក៏ប្រកាសថាប្តឹងទៅ ICJ រឿងសៀមឈ្លានពានការប្តឹងទៅ ICJ រឿងសៀមឈ្លានពានគឺចង់ឲ្យសៀមស្អប់ខ្មែរនៅស្រុកថៃបើខ្មែរណាជាពួកគ្រប់គ្រងសំរងស៊ីពីដើមគេត្រូវចាប់បញ្ជូនឲ្យហ៊ុនសែនទាំងអស់ឬក៏ត្រូវការបណ្ដេញឲ្យមកស្រុកវិញហើយជំរកលាក់ខ្លួនរបស់ខ្មែរប្រឆាំងនឹងហ៊ុនសែននៅស្រុកថៃត្រូវបិទជាស្ថាពរតាមរយៈសំរងស៊ីប្តឹងទៅ ICJ ដើម្បីឲ្យថៃវាខឹងអារឿងកោះគុតដែលពួកសំរងស៊ីថាទៅ ICJ នេះក៏ធ្វើឲ្យថៃវាស្អប់ខ្មែរយុទ្ធសាស្ត្រនេះគឺសំរងស៊ី
បំរើលោកហ៊ុនសែនដុតចម្រោកចោលដុតស្ពានចោលកុំឲ្យខ្មែរដែលប្រឆាំងនឹងហ៊ុនសែនមានចម្រោកកុំឲ្យមានលទ្ធភាពចេញមកក្រៅស្រុកហើយកុំឲ្យមានការតស៊ូប្រឆាំងនឹងអំណាចហ៊ុនសែនដែលតាក់ទងនឹងបងអូនឯងនិយាយនេះសំរងស៊ីមុននឹងឈប់ធ្វើនយោបាយចូលទៅចាស់ជរាប្រមូលផលប្រយោជន៍ពីហ៊ុនសែនដោយបំរើហ៊ុនសែនតាំងពី95មកបំផ្លាញឲ្យអស់កុំឲ្យមានខ្មែរប្រឆាំងនឹងលោកហ៊ុនសែនគឺថាបំផ្លាញតទៅអស់ហើយឲ្យថៃដែលជាច្រកតែមួយគត់ដែលខ្មែរអាចចាញ់រួចឲ្យស្អប់ហើយបាត់ចោលទាំងអស់កុំឲ្យមានអ្នកណាជ្រកនៅស្រុកថៃចុងក្រោយសំរងស៊ីចូលនិវត្តន៍ទទួលផលប្រយោជន៍រស់នៅដោយសប្បាយនេះគឺជាបណ្ដាសាដែលខ្មែរអត់យល់ទេដែលមនុស្សគ្រប់គ្រងសំរងស៊ីសំបីតសំអានក៏អត់យល់ផងមូសុហួរក៏អត់យល់ផងស្ដាប់តន់នេះបងប្អូនស្ដាប់តន់នេះគឺឲ្យថៃខឹងដើម្បីបំផ្លាញឲ្យអស់កុំឲ្យថៃនឹងទាត់ចោល UNHCR អីអត់ឲ្យទទួលខ្មែរសុំការជ្រកកោននេះទៀតទេខ្មែរលែងមានច្រកចាញ់ហើយខ្មែរណាក៏ដោយដែលរត់ទៅស្រុកសៀមក៏ទៅគេចាប់គេបញ្ជូនឲ្យហ៊ុនសែនអត់ខ្លាចខ្មែរក្នុងស្រុកបះបោទេហ៊ុនសែនឲ្យសំរងស៊ីបំផ្លាញឲ្យអស់កុំឲ្យមានខ្មែរក្រៅស្រុកណាចូលស្រុកថៃយកថៃជាទីជំរកដើម្បីប្រឆាំងគាត់ក្បាច់នេះខ្ញុំមើលឃើញយូរហើយតែបងប្អូនប្រហែលជាមើលមិនឃើញដូចខ្ញុំទេបងប្អូនមើលឃើញតែសំរងស៊ីនេះគឺជាមនុស្សប្រឆាំងខ្ញុំឃើញសំរងស៊ីនេះជាបាវបំរើនយោបាយលោកហ៊ុនសែនយកគិតខ្លួនឯងណាកុំជឿខ្ញុំណាខនអិនកុំជឿខ្ញុំអូខេគិតខ្លួនឯងវិលមកជួបប្រិយមិត្ត3ទៅ5នាទីទៀតជម្រាបលា